ពេលខ្ញុំមិននៅអង់គ្លេសដំបងណាអ្នកគ្នាខ្ញុំបានធ្វើបបរគ្រឿងហើយបបរគ្រឿងខ្ញុំវាអត់សូវល្អឥតខ្ចោះទេតែអ្នកផ្ទះបងខ្ញុំគាត់ថាឆ្ងាញ់ហើយញ៉ាំអស់ពីចានគ្រប់គ្នាហើយខ្ញុំអត់នឹកស្មានដល់ទេដោយសារតែនឹងលើកទី1របស់ខ្ញុំហ្មងឥឡូវប៉ាបងខ្ញុំគាត់ចង់ឲ្យខ្ញុំធ្វើបបរគ្រឿងទៀតហើយគាត់ថាធ្វើលើកមុនឆ្ងាញ់ហើយសុំឲ្យធ្វើលើកនេះឲ្យដូចលើកមុនណាខ្ញុំមានអីក៏ធ្វើបបរគ្រឿងម្ដងទៀតហ្មងទៅសួស្តីអ្នកទាំងអស់គ្នានិយាយពីរឿងម្ហូបអ្នកទាំងអស់គ្នាខ្ញុំសែតតែដោយសារតែនៅពីតូចខ្ញុំធ្លាប់រងសម្ពាធរឿងនឹងខ្លាំងមែនទែនពីរឿងការធ្វើម្ហូបពីរឿងចូលផ្ទះបាយចូលចក្រានអីចឹងណាដោយសារតែខ្ញុំនៅពីតូចគេចូលចិត្តថាខ្ញុំខ្ជិលខ្ញុំអីខ្ញុំអត់ចេះជួយការងារផ្ទះខ្ញុំអត់ចេះចូលចក្រានជើងឆ្នាំងខ្ញុំអត់ចេះធ្វើម្ហូបអីចឹងណាហើយថាចាបើហែងអត់ចេះធ្វើម្ហូបចឹងពេលហែងបានប្តីទៅអាណាគេមើលថាហែងអាណាគេស្រឡាញ់ហែងគេវាយហែងអីចឹងណាដោយសារតែហែងអត់ចេះធ្វើម្ហូបអត់ចេះរឿងកប៉ិចកប៉ុកអស់ហ្នឹងអាហ្នឹងវាដូចជាសុបិនអាក្រក់មួយរបស់ខ្ញុំណាដល់គ្នាដែលខ្ញុំត្រូវគិតថាចាខ្ញុំខ្លាចខ្ញុំថាខ្ញុំត្រូវតែចេះធ្វើម្ហូបខ្ញុំត្រូវតែធ្វើម្ហូបឲ្យប្តីខ្ញុំកុំឲ្យប្តីខ្ញុំវាយពេលដែលខ្ញុំនៅខ្មែរខ្ញុំមិនមែនអត់ចេះធ្វើម្ហូបទេខ្ញុំចេះតែខ្ញុំគ្រាន់តែអត់ចូលចិត្តចឹងណាហើយថ្ងៃមួយខ្ញុំធ្វើម្ហូបមួយហើយអាម្ហូបហ្នឹងវាអត់ខុសទេអ្នកទាំងអស់គ្នាវានៅតែញ៉ាំកើតចឹងតែខ្ញុំទទួលរងការស្ដីបន្ទោសជាខ្លាំងខ្ញុំទទួលរងការស្ដីបន្ទោសឡើយហើយមិនធ្វើម្ហូបហ្នឹងចឹងមិនយកអាហ្នឹងយកគ្រឿងហ្នឹងយកសាច់ហ្នឹងទៅឆាមួយបន្លែនឹងចឹងវាស៊ីមិនកើតទេវាមិនដែលមានអាណាឆាអានឹងជាមួយអានឹងទេស៊ីមិនកើតទេហើយខ្ញុំធ្វើឡើងច្រើនម្ហូបនឹងខ្ញុំធ្វើឡើងច្រើនហើយទីបំផុតខ្ញុំញ៉ាំតែម្នាក់ឯងខ្ញុំរងការស្ដីបន្ទោសទៀតម្ហូបនឹងខ្ញុំញ៉ាំម្នាក់ឯងខ្ញុំញ៉ាំមិនអស់ទេរហូតដល់យកទៅចាក់ចោលហើយតាំងពីពេលហ្នឹងមកខ្ញុំបាក់ទឹកចិត្តខ្ញុំមិនដែលធ្វើម្ហូបទេខ្ញុំអត់ដែលធ្វើម្ហូបសោះខ្ញុំស្អប់ការចូលផ្ទះបាយកាន់តែខ្លាំងហើយដល់ពេលខ្ញុំមកនៅអង់គ្លេសនេះខ្ញុំចាប់ដើមចូលចិត្តផ្ទះបាយខ្លាំងជាងមុនដោយសារតែម៉ាក់ប៉ារបស់បងខ្ញុំតាយាយគាត់ចិត្តសួរខ្ញុំថាចាពេលខ្ញុំមកខ្ញុំធ្វើម្ហូបញ៉ាំខ្លួនឯងទៅគាត់ចូលចិត្តសួរខ្ញុំថាចាខ្ញុំចូលចិត្ត cooking មែនខ្ញុំចូលចិត្តធ្វើម្ហូបមែនខ្ញុំថាខ្ញុំអត់សូវចូលចិត្តទេតែគាត់ថាខ្ញុំចូលចិត្តដែរដោយសារឃើញខ្ញុំចូលតែបាយច្រើនហើយមួយទៀតម្ហូបដែលខ្ញុំធ្វើគឺគាត់ហូបទាំងអស់គាត់អត់ដែរបដិសេធឬក៏អត់ដែរនិយាយថាអត់ឆ្ងាញ់ទេហើយទៅពេលចាយើងមានកម្លាំងធ្វើអ្នកទាំងគ្នាយើងមានអត់កម្លាំងទេដល់ពេលដែលយើងធ្វើហើយមានអ្នកហូបមានអ្នកសាគឺយើងមានកម្លាំងធ្វើមានចិត្តធ្វើហើយខ្ញុំក៏ find out ខ្ញុំក៏ដឹងមួយទៀតថាចាទោះយើងចេះធ្វើម្ហូបឬក៏មិនចេះធ្វើម្ហូបយើងធ្វើចក្រានជុំឬក៏មិនជុំបើអ្នកស្រឡាញ់យើងពិតគេក៏នៅតែស្រឡាញ់យើងដែរបងខ្ញុំសង្ឃថាខ្ញុំធ្វើម្ហូបឲ្យខ្ញុំហូបរហូតហើយពេលខ្លះខ្ញុំក៏ធ្វើឲ្យគាត់ហូបហើយម៉ាក់ប៉ាគាត់cooking រាល់ថ្ងៃរាល់ល្ងាចឲ្យតែមកពីធ្វើការវិញធ្វើម្ហូបរាល់ល្ងាចខ្ញុំចាំតែហូបទេពីអ្នកបងខ្ញុំហើយពេលខ្លះប្តីប្រពន្ធគាត់អត់មានចេះថាអូនឯងត្រូវទៅធ្វើម្ហូបបងត្រូវទៅធ្វើការអត់ទេប៉ាម៉ាក់គាត់ណាពេលខ្លះម៉ាក់គាត់អត់ធ្វើការប៉ាគាត់មកពីធ្វើការវិញធ្វើម្ហូបហូបជុំគ្នាអត់មានរឿងថាប្រចាំអ្នកណាធ្វើម្ហូបខ្លួនឯងស្រីខ្លួនឯងត្រូវទៅធ្វើម្ហូបបងប្រុសបងត្រូវទៅធ្វើការអត់ទេនិយាយមែនណាប៉ាបងខ្ញុំធ្វើមកចប់ការងារផ្ទះហាលកៅអៅធ្វើអីគឺគាត់ធ្វើមកចប់ម៉ាក់បងខ្ញុំក៏ធ្វើមកចប់ដែរធ្វើការដូចគ្នាធ្វើម្ហូបដូចគ្នាលាងចានដូចគ្នាគ្រប់សពអត់មានប្រចាំថាអ្នកឯងស្រីឬក៏អ្នកឯងប្រុសឯងគឺបែបហ្នឹងហើយខ្ញុំចង់ឲ្យខ្មែរយើងអញ្ចឹងដែរតាមិនខ្ញុំថាអីអ្នកទាំងអស់គ្នាតែរបៀបការរស់នៅនៅនេះគេដើរលឿនជាងយើងយូរណាស់គេដើរលឿនឆ្ងាយណាស់គេអត់មាននៅប្រចាំគំនិតចាស់រិលនឹងនៅជាប់ទេគេអត់មានប្រចាំទេហើយខ្ញុំចង់ឲ្យខ្មែរយើងមានគំនិតបែបហ្នឹងដែរមានគំនិតបែបអភិវឌ្ឍផ្ដល់តម្លៃឲ្យស្ត្រីនៅនេះស្ត្រីមានតម្លៃខ្លាំងណាស់ស្ត្រីជើងខ្លាំងច្រើនគេអត់ចាំតែឲ្យមនុស្សស្រីចូលចក្រានជើងឆ្នាំងធ្វើម្ហូបនៅផ្ទះទេយល់អត់អ្នកនរគ្នាត្រូវចាំថាមនុស្សយើងទាំងអស់មិនមែនសុទ្ធតែដូចគ្នាទេមនុស្សស្រីខ្លះគាត់ចូលចិត្តខាងម្ហូបមនុស្សស្រីខ្លះគាត់អត់ចូលចិត្តខាងម្ហូបទេអញ្ចឹងក្នុងនាមយើងជាពុកម្ដាយយើងត្រូវ support អ្វីដែលកូនចង់ធ្វើនៅនេះគេ supportអ្វីដែលកូនគេចង់ធ្វើគឺគេ support អញ្ចឹងកុំបង្ខំគាត់អត់ចូលចិត្តអីកុំឲ្យគាត់ធ្វើហ្នឹងគាត់ចូលចិត្តអីឲ្យគាត់ធ្វើហ្នឹងតែពេលដែលអ្នកទាំងអស់គ្នាបង្ខំគាត់ទៅក្នុងនាមយើងជាអាណាព្យាបាលយើងបង្ខំគាត់ទៅគាត់នឹងមានសម្ពាធអ្នកទាំងអស់គ្នាអាចដឹងថាចិត្តគាត់គិតបែបម៉េចទេតែគាត់ឈឺចាប់រួចទៅហើយគាត់សម្ពាធរួចទៅហើយអូខេអញ្ចឹង topic បបរគ្រឿងយើងណាគឺវែងខ្លាំងណាស់ចាហើយអ្នកទាំងអស់គ្នាឃើញខ្ញុំធ្វើ2ឆ្នាំហ្នឹងដោយសារតែមួយឆ្នាំទុកសម្រាប់ម៉ាក់បងខ្ញុំគាត់អត់ហូបសាច់ទេអញ្ចឹងខ្ញុំអត់ដាក់សាច់ទេគាត់ហូបតែបន្លែសុទ្ធហើយបើសិនជាគេមាននៅនេះគេមានសាច់សពនិមិត្តសាច់ខ្លាំងៗដែលគេធ្វើមកពីបន្លែអីផ្សេងៗអញ្ចឹងអាហ្នឹងគាត់ហូបតែបើសិនជាសាច់យកមកពីសាច់សុទ្ធគឺគាត់អត់ហូបទេដូចខ្មែរយើងដូចគេហៅថាអ្នកបួសអញ្ចឹងហើយមួយឆ្នាំទៀតសម្រាប់3នាក់4នាក់បងខ្ញុំប្អូនគាត់ហើយនិងប៉ាគាត់ដោយសារពួកយើងសិតតែហូបសាច់អញ្ចឹង
ដាក់សាច់វីដេអូរបស់ខ្ញុំក៏មកដល់ទីបញ្ចប់ដែរអ្នកទាំងគ្នាអរគុណសម្រាប់ការតាមដានទស្សនា Thank you bye